នៅលើលោកនេះអ្វីៗស្ទើរតែទាំងអស់សុទ្ធតែអាចរកសារជាថ្មីបានរបបរកស៊ីការងារខាត់បងអស់លុយឡងចង់ធ្លាក់ខ្លួនដល់ចំណុចសូន្យក៏នៅតែអាចដកបបិសោតរកស៊ីឡើងវិញថ្ងៃណាមួយអាចនឹងមានជាងមុនទៅទៀតស្នេហាឬទំនាក់ទំនងបែកបាក់គួយចិត្តរាប់សិបដងក៏គង់តែមានថ្ងៃជួបមនុស្សដែលត្រូវនឹងយកចិត្តគ្នានៅថ្ងៃណាមួយប៉ុន្តែលើកលែងតែរឿងសុខភាពមួយគត់សុខភាពប្រៀបដូចជាលេខ1ឈ្មោះនៅខាងមុខចំណែកលុយកាក់ឡានវិឡាគឺតែយួរនឹងទ្រព្យសម្បត្តិទាំងឡាយគឺគ្រាន់តែជាលេខ0ដែលនៅពីក្រោយប៉ុណ្ណោះបើគ្មានលេខ1នៅខាងមុខទេលេខ0ទាំងប្រមាណក៏គ្មានតម្លៃឬន័យអ្វីទាំងអស់មនុស្សជាច្រើនចូលចិត្តយកសុខភាពទៅដូរយកលុយនៅពាក់កណ្ដាលជីវិតដំបូងរួចក៏សុខចិត្តយកលុយទាំងអស់ទៅទិញសុខភាពមកវិញនៅពាក់កណ្ដាលជីវិតចុងក្រោយប៉ុន្តែសួរថាទិញបានដូចដើមវិញទេគឺមិនអាចឡើយធ្វើការកំប្រឹងចង់រកលុយចុះតែសុំកុំភ្លេចញ៉ាំហើយមានប្រយោជន៍នឹងទាំងពេលគេឲ្យបានគ្រប់គ្រាន់កុំបង្ហត់រហូតដល់រាងកាយទ្រុឌទ្រោមហាត់ប្រាណបន្តិចបន្តួចនិងផ្ដល់ពេលវេលាឲ្យខួរក្បាលបានសម្រាកពី stress ខ្លះការថែរក្សាសុខភាពឲ្យបានល្អគឺជាការវិនិយោគដ៏ចំណេញបំផុតក្នុងជីវិតនេះ